អ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានភ្លើងតែងក្តៅជីវិតតែងមានបញ្ហាមានអ្នកណាជៀសរួចទេច្នៃគូក្បាលអ្នកឲ្យคล้ายជាសួនផ្កាទម្លាប់គិតរឿងល្អកុំបង្កែទឹះពេកលំបាកតែខ្លួនឯងដើរបានមួយជំហានទៀតដួលក៏ត្រូវតែដើរដែរនិយាយតិចប្រសើរជាងនិយាយច្រើនតែអត់បានការក្រទ្រព្យនាំឲ្យលំបាកក្រគុណធម៌នាំឲ្យកើតទុក្ខកុំអាងចំណេះកុំអាងអំណាចកុំលើកខ្លួនពេកកុំមើលងាយមនុស្សមានទ្រព្យតែចិត្តមួម៉ៅក្តៅក្រហាយមិនប្រសើរឡើយអ្នកមិនអាចបង្ខំពងមាន់ឲ្យញាស់មុនពេលកំណត់បានទេរៀនរងចាំរៀនព្រមខ្លះទើបមិនសូវមានទុក្ខអ្វីមិនចេះតែបានតាមចិត្តទេ
ខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅកុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផងមានបាបទៀតបណ្ដុះចិត្តស្រឡាញ់បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀនកាត់ឲ្យខ្លីៗខ្លះទៅទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈើជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកបើជីវិតមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងមានទ្រព្យផងមានធម៌ផងទើបមានសុខពិតមិនដឹងស្លាប់ថ្ងៃណាទេខំខឹងយកទៅណាព្យាយាមសាងល្អពីក្មេងទៅកុំចាំដល់ចាស់ជីវិតមិនទៀងទេត្រូវសាងល្អឲ្យហើយអ្នកនិយាយច្រើនមិនប្រកាសថាចេះច្រើនទេសង្រួមកាយវាចាចិត្តជីវិតបានសុខស្ងប់កុំចេះតែថាធ្វើផងកុំចេះតែស្មានពិចារណាផងកុំចេះតែខឹងរកហេតុផលផងចិត្តអាក្រក់បាបចិត្តល្អបុណ្យងាយយល់កុំមានអ្នកពេកចេះស្ដាប់គេផងកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេកុំស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុកនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុកឡើយរៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅបានសុខជាង
រឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុកចេញពីខ្លួនឯងខ្លះទៅកុំបណ្ដែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុក្ខបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយ
ចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខាន
ឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះ
មិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបុណ្យម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយគឺយើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសៀវភៅឈានទៅមុខបន្តសៀវភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេ
ក្មេងធ្លាប់ដួលរាប់សិបដងតម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបត្តិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសំបីប្រពុតក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងថារឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបហ្នឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីរឿងកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីដូចថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ប្រសក់ទឹកភ្នែកហើយតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយ
ជាតិនឹងជាជាតិទី500ហើយរួចពីនឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមនឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់នឹងបានខ្ញុំត្រូវធ្លាក់នរកហើយមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹងអញ្ចឹងតានឹងគាត់ភ្ញាក់ស្មារតីអញ្ចឹងខ្ញុំគាត់អាត្មាភាពគាត់ទៅចង់ទាញត្រឡប់មកវិញថាជាមហ្នឹងសម្លាប់គេម្ដងប៉ុន្តែដល់ពេលត្រូវគេសម្លាប់វិញ500ដងទាំងជាតិហ្នឹងអញ្ចឹងបាបកម្មហ្នឹងវាមានពេលខ្លះឲ្យផលអញ្ចឹងហើយឲ្យផលពេលខ្លះផ្ទួនគ្នាអត់ដូចគ្នាទេជីវិតហ្នឹងបិទថាកើតមកក្នុងផ្ទៃម៉ែតែមួយប៉ុន្តែវាសនាជីវិតរឿងរ៉ាវមិនដូចគ្នាទេអញ្ចឹងយើងទទួលស្គាល់ថាជីវិតហ្នឹងអញ្ចឹងហើយកំណត់ដឹងថាវាមានហេតុអញ្ចឹងបានវាជួបរឿងអញ្ចឹងហើយយើងសន្សំបុណ្យសន្សំកុសលជាទីពឹងទៅក្នុងលោកខាងមុខទៀតទៅក្នុងពេលខាងមុខទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់ដែរអានឹងក្នុងន័យមួយដូចថាបើយើងថែរក្សារបស់ហ្នឹងវាអស់ពីចិត្តពីចង់ហើយវានៅតែបាត់អាហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំប្រឹងថែអស់ហើយបើយើងមិនបានថែឲ្យបាត់អាហ្នឹងមកពីយើងបាបបច្ចុប្បន្នមិនមែនបាបអតីតទេវាផ្សំគ្នាដែរហ្នឹងណោះខ្ញុំគណៈថាភាពធ្លាប់ចាំរឿងមួយពីមុនសម័យលោកពោតញោមហ្នឹងគាត់នឹកថាគាត់ចេញពីភ្នំពេញគាត់អត់យករបស់របរអីច្រើនទេពលពតគេដេញឲ្យចេញពីភ្នំពេញគាត់គិតទៅពីលក់របស់លក់របរយកលុយពីព្រោះលុយវាស្រាលយករបស់អីវាធ្ងន់អញ្ចឹងគាត់ដាក់លុយទាំងកបោបទាំងបេយកទៅតាមខ្លួនគាត់ពេលចេញពីភ្នំពេញពលពតគេប្រកាសថាគេឈប់ចាយលុយហើយគ្រាន់តែដឹងថាគេឈប់ចាយលុយប៉ុណ្ណឹងគាត់ខូចសតិទៅមុខលេងរួចដូចថាសរសៃប្រសាទហ្មងរហូតដល់ថ្នាក់ក្រុមគ្រួសារត្រូវបោះបង់គាត់ចោលពីព្រោះយកទៅអត់កើតអាហ្នឹងដូចថាវាដល់ពេលទ្របនៅនឹងមុខស្រាប់តែវាខ្លាយទៅជារបស់អស់តម្លៃលីងហ្មងអានឹងដល់ពេលបើនិយាយក្នុងកម្មមានន័យថាបុណ្យដែលយើងត្រូវសោយផលទ្របនឹងអស់ដល់អញ្ចឹងទ្របនឹងទៅជារបស់អត់បានការនៅសម័យពុទ្ធកាលក៏មានដែរបើគាត់សំទ្របមាសពេជ្រទេស្រាប់តែចុងក្រោយរបស់នឹងបែរទៅខ្លាយទៅជាធ្យូងទៅវិញតែនេះអត្ថបទមួយទៀតពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុក
រៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីអានេះគំនិតក្មេងខ្ចីពេលខ្លះយើងភ្លាត់ស្នៀតយើងឆាប់ជឿគេយើងមើលឃើញគេអាហ្នឹងយើងអូបានដែរដាក់ពុបឡងចង់ទៅអាហ្នឹងវាជាការធ្វើប្រហែសក្នុងបច្ចុប្បន្នក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្នហ្នឹងអត់ល្អការធ្វើប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានសែបគប់កល្យាណមិត្តឲ្យបានធំត្រូវសម្រាប់ចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួបបងអូនខ្លះដែលបើកអាជីវកម្មហើយដូចថាវាឡងចុងគាត់យកលុយឪពុកម្ដាយច្រើនណា$4-10,000អញ្ចឹងទៅគាត់បើកទៅយើងអត់មានប័ណ្ណពិសោធន៍យើងអត់ស្គាល់ទីផ្សារយើងអត់មានទំនាក់ទំនងជាមួយអតិថិជនត្រឹមត្រូវដួលខូចចិត្តហើយនៅអោបកសោបអានឹងទុកអាលុយក៏ខាតអាចិត្តក៏ខូចចុងក្រោយកើតជំងឺសរសៃប្រសាទទៀតអានឹងគ្រោះថ្នាក់វាត្រូវតែប្រឡែងនឹងឯងម្ដាយឪពុកនឹងគ្មានយកទោសយកបីកូនអីទេប៉ុន្តែកូននឹងអោបកំហុសនឹងមិនព្រមប្រឡែងបើមិនព្រមប្រឡែងក៏វាត្រូវតែខាតហើយ$4-10,000ហ្នឹងអស់ហើយមានបានអីមកវិញកើតទុកប៉ុណ្ណាក៏វាអស់ដែរថ្ងៃហ្នឹងមកភាពនឹងអានសភៅឈានទៅមុខសភៅអប់រំចិត្តបន្តទៀតបងនេះអត្ថបទមួយនិយាយពីពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីនេះអត្ថបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាត្រូវខាតវាត្រូវបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាពុទ្ធជននោះវាមានពេលខ្លះខឹងទប់បានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវាជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតើកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអាហ្នឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅហើយតលរកកន្លែងចប់អញ្ចឹងទើបអាចធ
ធ្វើដំណើរទៅមុខទៀតបើមិនចឹងនៅវល់ខឹងគុំស្អប់គ្នានឹងឯងចឹងវាខុសសុំទោសឲ្យខ្ញុំវាជ្រុលជ្រោះខ្ញុំទទួលកំហុសនឹងការឆ្គាំឆ្គងរបស់ខ្ញុំមែនអាហ្នឹងឲ្យយើងកែប្រែខ្លួនទៅអាហ្នឹងបានយើងទៅមុខបានឆ្ងាយកុំដេកអោបកំហុសហ្នឹងនេះអត្ថបទមួយទៀតនិយាយពីស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈជាបិសាចតាមលងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តអ្នកទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកុកចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវិបដិសារៈឬក៏វិបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែពិតរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកុកចៈហ្នឹងវិបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងតើដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាបង្វិលយើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបុណ្យសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នានឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេនេះអត្ថបទមួយទៀតនិយាយពីអនត្តាបើនិយាយដោយបរមត្ថគ្មានអ្វីជារបស់យើងឬជាខ្លួនយើងទេដែលយើងហៅថាអនត្តារូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងនឹងធေါ်ជ្រៅហើយដូចថាសង្ខារស្អីស្អីទាំងអស់រួមទាំងយើងរួមទាំងគេរួមទាំងពិភពលោកខាងក្រៅហ្នឹងវាកើតពីហេតុពេលណាមានហេតុវាដូចជាគៀងដែលមាននៅសល់ប្រេងអញ្ចឹងជាគៀងក៏ឆេះទៅ
ពេលណាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតយើងក្តីជីវិតគេក្តីតើមានហេតុទើបអាចនៅបន្តបានឬក៏តើមានហេតុទើបមនុស្សនឹងអាចទៅនិយាយទៅធ្វើល្អធ្វើអាក្រក់ហ្នឹងវាមានហេតុគ្រប់គ្រាន់វាជំរុញមកយើងអាចមករៀនមកស្ដាប់ធម៌នេះបានក៏មានឧបនិស្ស័យសន្សំមកហើយអ្នកដែលទៅជេរគេនឹងក៏មានឧបនិស្ស័យសន្សំមកដើម្បីជេរគេហើយសន្សំបាបថ្មីដោយខ្វះការសែបគប់ខ្វះការពិចារណាជាដើមហើយយើងមានហេតុឧបនិស្ស័យពីអតីតមកបានសែបគប់ល្អទៀតហើយក៏បានស្ដាប់បានរៀនបានយល់អំពីធម៌អាហ្នឹងយើងសន្សំបុណ្យទៅអញ្ចឹងវល់សង្ខារហ្នឹងគឺមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងលះបង់ការប្រកាន់បន្តិចម្ដងទើបយើងបានធូរស្បើយពីសេចក្តីទុក្ខនេះអត្ថបទមួយទៀតសារជាថ្មីបើកឡានពេលខ្លះគង់ហួសផ្លូវត្រូវត្រឡប់ក្រោយវិញរឿងក្នុងជីវិតក៏ដូចគ្នាពេលខ្លះអ្នកសម្រេចចិត្តខុសនាំឲ្យខូចខាតប្រយោជន៍បើខុសកុំចាំបាច់កើតទុកយូរពេកអីចាប់ផ្ដើមសារជាថ្មីតែបិទថាយឺតបន្តិចមែនតែគង់ប្រសើរជាងដេកយំហើយមិនបានធ្វើអ្វីសោះថ្នាំល្វីងតែធ្វើឲ្យជាជំងឺបញ្ហាជារឿងលំបាកតែវាធ្វើឲ្យអ្នកស្គាល់ពិភពលោកកាន់តែច្បាស់អានឹងវាធម្មតាបើញាតិញោមធ្លាប់បើកឡានដឹងឈុលឈួរហួសផ្លូវហើយទៅត្រឡប់មកក្រោយវិញទៅយើងទៅឆ្លោះមិនបានបើវាហួសដែរចឹងរឿងក្នុងជីវិតហ្នឹងក៏អញ្ចឹងដែរវាមានពេលខ្លះជ្រុលជ្រោះខូចខាតទៅចឹងកុំដេកកើតទុកយូរពេកអីត្រឡប់ក្រោយចាប់ផ្ដើមម្ដងទៀតអាហ្នឹងទើបវាស្រាលខ្លួនបើយើងនៅអោបហ្នឹងវាធ្ងន់ណាស់ហើយវាកើតទុកខ្លួនឯងនឹងឯងចម្រើនពរញាតិញោមអាត្មានឹងអានសិភៅអប់រំចិត្តឈានទៅមុខបាទហើយនឹងជាមួយនឹងការអธิบายខ្លះបាទនេះដល់អត្ថបទមួយនិយាយពីជៀសមិនរួចថាអ្នកណាក៏មានបញ្ហាដែរទៅណាក៏គេចមិនរួចជារឿងធម្មតានៃជីវិតសុខទុក្ខចំណេញខាតជួបប្រត់ជាសច្ចធម៌មិនអាចប្រកែកបានបើជួបហើយប្រឹងដោះទៅបើដោះហើយដើរទៅមុខទៀតកុំសូវទូលរឿងសំពីសំពងពេកធ្ងន់ណាស់ទៅមុខមិនឆ្ងាយទេអានឹងនិយាយពីដូចថារឿងអ្នកណាក៏មានដែរហើយញាតិញោមខ្លះគឺត្អូញត្អែអើយពិបាកណាមិនក៏ជួបទុកច្រើនជាងគេអាហ្នឹងវាធម្មតាទេវាអ្នកនេះជួបរឿងនេះអ្នកនោះជួបរឿងនោះបើយើងមានសម្ពាយបនច្រើនទៅយើងជួបរឿងល្អច្រើនបើយើងខ្វះបនទៅវាជួបបញ្ហាពិបាកអាហ្នឹងរឿងសត្វលោកហ្នឹងវាសំសម្ពាយកម្មផ្សេងគ្នាអញ្ចឹងអាហ្នឹងវាធ្វើម៉េចដោះស្រាយទៅយើងទៅត្អូញទៅត្អែទៅក៏គេមិនបានជួយអីមករែកពុនទុករបស់យើងបាននេះដែរវាមានតែយើងខំដោះស្រាយខ្លួនឯងនឹងឯងទុកនឹងដូចនាងបដាចាអញ្ចឹងទុកងុនទៅប៉ុន្តែចុងក្រោយលោកប្រឹងឈររឹងប៉ឹងដោះស្រាយបញ្ហាបានជាព្រះអរហន្តតីសាវករបស់ព្រះពុទ្ធទៅហ្នឹងតើថាទទួលស្គាល់នឹងជីវិតហ្នឹងវាអញ្ចឹងហើយលះបង់ការប្រកាន់អាហ្នឹងទើបមិនសូវកើតទុកខ្លាំងនេះអត្ថបទមួយទៀតនិយាយពីមិនដូចគ្នា
កុំចាំបាច់ប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេម្នាក់សន្សំកម្មមករៀងខ្លួនបើមានកម្មមិនល្អច្រើនក៏ជួបបញ្ហាច្រើនបន្តកន្ទុយគ្នាបើជួបរឿងណាប្រឹងដោះរឿងនឹងទៅបើលំបាកខ្លាំងសុំជំនួយគេខ្លះមកកុំរអ៊ូរទាំច្រើនពេកអីមិនបានអីមកវិញទេបានតែមួម៉ៅថែមហ្នឹងហើយចឹងហ្នឹងគឺថាយើងមិនដូចគ្នាសេចក្តីអធិប្បាយហ្នឹងប្រហែលនឹងអត្ថបទមុនដែរគឺថាអ្នកខ្លះស្គមអ្នកខ្លះថតអ្នកខ្លះមានអ្នកខ្លះក្រអញ្ចឹងវារឿងវាខុសគ្នាអញ្ចឹងយើងមិនបខំឲ្យដូចគ្នាមិនបានទេបខំខ្លាំងកើតទុកកាន់តែខ្លាំងដែរយើងមានតែប្រឹងសាងបុណ្យដើម្បីបានប្រសើរទៅមុខទៀតទេចំណែកនឹងទាគេមិនបានអីមកវិញទេបាទនេះអត្ថបទមួយទៀតនិយាយពីសម្លាប់ខ្លួនគិតមួយផ្លែតយល់ថាខ្លួនអ្នកបានផុតពីទុក្ខហើយតែតាមពិតអ្នកនឹងបន្តរងទុក្ខនៅជាតិខាងមុខបន្តទៀតហើយអ្នកបានបន្សល់ទុកនៅភាពសោកសៅដល់គ្រួសារនិងជាគំរូមិនល្អដល់កូនចៅម្យ៉ាងទៀតការសម្លាប់ខ្លួនមិនមែនជាមធ្យោបាយដោះស្រាយបញ្ហាទេជីវិតតែងជួបបញ្ហាហើយបញ្ហាខ្លះជារឿងដែលអ្នកនឹកស្មានមិនដល់ទៀតផងប្រឹងដោះស្រាយទៅដោះស្រាយបណ្ដាមួយជំហានម្ដងហ្នឹងហើយថ្មធ្លាប់ជួបញាតិញោមដែលថាសឹងថាសម្លាប់ខ្លួនគាត់មានរឿងក្នុងគ្រួសារលុយកាយចឹងទៅដល់ពេលគាត់បានស្ដាប់ធម៌គាត់ចាប់ផ្ដើមប្រឈមមុខនឹងរឿងគាត់ទៅជួបនឹងម្ចាស់បំណុលគាត់និយាយពីរឿងក្នុងជីវិតក្នុងគ្រួសារគាត់ត្រូវគេបោកចឹងទៅគាត់សុំវល់គេឲ្យគេជួយទុកពេលឲ្យគាត់ដល់គេយល់គេទុកពេលដោះបំណុលនឹងរហូតបានរួចរាល់ទៅអាហ្នឹងដូចថាគាត់អាចរកផ្លូវបានផុតពីសេចក្តីទុក្ខក្នុងផ្លូវចិត្តហ្នឹងរួចជីវិតមកហើយបានធម៌ហ្នឹងជួយសង្គ្រោះនេះអត្ថបទមួយទៀតហេតុផលបើអ្នកដាំដូងអ្នកនឹងបានផ្លែដូងបើមានហេតុគ្រប់គ្រាន់ផលនឹងកើតឡើងមិនអាចហាមឃាត់បានទេរឿងរ៉ាវទាំងឡាយសុទ្ធតែមានហេតុទើបកើតឡើងបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អរត់ទៅណាក៏គេចមិនរួចសូមកុំប្រឆាំងនឹងផលអីព្រោះគ្នាកើតតាមហេតុតែត្រូវរកវិធីដោះស្រាយវិញពេលយើងធ្វើអាក្រក់យើងគិតថាអូអញបានសុកហើយអញលួចគេបានអីប៉ុន្តែដល់ពេលកម្លាំងកម្មវារត់រម្ចាស់វិញនឹងតលបានហ្នឹងឯងដល់ពេលចុងក្រោយយើងត្រូវតែទទួលនឹងឯងផលនៃកម្មហ្នឹងនោះអញ្ចឹងយើងរកវិធីដោះស្រាយពីព្រោះរឿងហ្នឹងវាជាផលនៃអ្វីដែលយើងបានសាងឯងវាអត់មានប្រអិនអ្នកដាក់ទោសទណ្ឌឲ្យយើងអញ្ចឹងឯងអត់ទេគឺកម្មយើងជាអ្នករុញផលហ្នឹងមកឲ្យកើតឡើងអញ្ចឹងយ៉ាងហ្នឹងយើងត្រូវតែទទួលកម្មយើងនេះអត្ថបទមួយទៀតនិយាយពីថ្ងៃរះថ្ងៃលិចថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនអាចហាមឃាត់បានទេយ៉ាងណាមិញជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាគ្មានអ្នកណាជៀសរួចឡើយ
បើជួបរឿងល្អចាត់ទុកថាជាផលបុណ្យបើជួបរឿងមិនល្អចាត់ទុកថាជាផលបាបទៅចុះហើយត្រូវតែហ៊ានប្រឈមព្រោះបើកិច្ចទៅណាក៏កិច្ចមិនផុតដែរហើយបើអ្នកមួម៉ៅច្រើនអ្នកកើតទុកក៏ច្រើនដែរអានឹងថ្ងៃរះហើយថ្ងៃលិចវាធម្មតាមានអ្នកណាទៅប្រកបវិជ្ជាបានហើយក្នុងជីវិតហ្នឹងអញ្ចឹងវាមានឡើងវាមានចុះអញ្ចឹងកុំចាំបាច់តែយើងដើម្បីតែព្រះក៏ព្រះអង្គជួបដែរពេលខ្លះស្ដេចមកថ្វាយគុំពេលខ្លះអ្នកស្រុកជេរអញ្ចឹងទៅអានឹងជារឿងដំណើរនៃជីវិតផលបុណ្យផលបាបអញ្ចឹងអានឹងយើងកុំកើតទុកនឹងរឿងពេកវាតលតែទទួលដឹងដោយបញ្ញាថាបុណ្យមានក៏ជួបរឿងល្អអស់បុណ្យបាបឲ្យផលក៏ជួបរឿងមិនល្អហើយជួបឲ្យទៅមុខទៀតទៅអានឹងទើបមិនសូវសំពីងសំពោមមិនសូវកើតទុកខ្លាំងនេះអត្ថបទមួយទៀតក្តីសង្ឃឹមមេឃភ្លៀងគួងរាំងវិញជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេរឿងល្អអាចនឹងកើតឡើងនៅពេលបន្ទាប់បើអ្នកបន្តដំណើរទៅមុខដោយក្តីសង្ឃឹមសូមកុំរក្សារឿងអាក្រក់នៅក្នុងខួរក្បាលអ្នកយូរពេកទុកឱកាសឲ្យរឿងល្អៗខ្លះផងរឿងមិនល្អបានរលត់ទៅហើយរៀនចាប់ផ្ដើមសារជាថ្មីសង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរនៅថ្ងៃខាងមុខអានេះគ្រាន់តែជាការលើកទឹកចិត្តទេថាបើភ្លៀងគង់តែរាំងវិញបើយប់វាគង់តែមានថ្ងៃរះឡើងវិញអញ្ចឹងក្នុងជីវិតហ្នឹងវាមិនចេះតែអាក្រក់រហូតដល់ថ្ងៃស្លាប់ទេវាជៀសវាងតែយើងបាក់ចិត្តកើតទុកជាមួយនឹងរឿងដែលកើតឡើងហើយនៅតែមួម៉ៅនឹងរឿងណាហ្នឹងវាពពកខ្មៅនៅលើក្បាលរហូតទៅអាហ្នឹងអត់បានសុខទេអញ្ចឹងតើដូចថាបោះសម្រាមចេញពីខួរក្បាលឲ្យស្រឡះខ្លះទុកឲ្យផ្កាហ្នឹងវាដុះខ្លះផងកុំឲ្យខួរក្បាលនោះវាសិតតែសម្រាមទៅវារកកន្លែងល្អអត់ឃើញណាអញ្ចឹងវាមានពេលបាបឲ្យផលហើយបោះអារម្មណ៍មិនល្អនឹងចេញទៅហើយផ្ចង់ចិត្តផ្ចង់គំនិតមកក្នុងរឿងបុណ្យរឿងកុសលរឿងល្អទៅនឹកគុណបរតនត្រ័យធ្វើទានដាក់បាតជូនលុយម៉ែលុយឪខ្លះថ្វាយគុំគាត់ទៅថ្វាយគុំព្រះទៅហ្នឹងអាហ្នឹងបានបុណ្យថ្មីហើយបុណ្យថ្មីអាចជួយធ្វើឲ្យមានផលជីវិតហ្នឹងក៏ថ្មីក៏ល្អតាមកម្លាំងបុណ្យដែលយើងមានហ្នឹងថ្ងៃនេះថ្មនឹងអានសភៅឈានទៅមុខអត្ថបទអប់រំចិត្តដល់អត្ថបទមួយនិយាយពីទុកមិនទៀងថាដូចអ្វីផ្សេងទៀតដែរទុកសោកក្នុងចិត្តអ្នកនឹងប្រែប្រួលទៅបើអ្នកចេះពិចារណាចេះបដូរការគិតហើយមិនសូវរំលឹករំលើកវាមិត្តភក្តិល្អអាចជួយរំលែកទុក្ខបានខ្លះស្ដាប់ធម៌ឬអានសៀវភៅអប់រំចិត្តក៏ជាជំនួយស្មារតីអ្នកបានខ្លះដែរភ្លើងនឹងថយកម្ដៅទៅបើអ្នកមិនដាក់អុសថែមសេចក្តីទុក្ខនឹងសាបរលាបទៅបើអ្នករៀនលះការប្រកាន់ហើយមិនសូវរំលឹករំលើកវាអានឹងបើក្នុងន័យនេះថាសក់ក៏មិនទៀងទុកក៏មិនទៀងចំណេញក៏មិនទៀងខាតក៏មិនទៀងវាម្ដងចេះម្ដងចុះប៉ុន្តែសេចក្តីទុកនោះវានៅតាមចិត្តយើងបើយើងនៅតែរំលឹករំលើករឿងអដែលអញ្ចឹងណាយើងអត់ចេះដូរនៅដេកក្តៅក្រហាយរឿងហ្នឹងយើងមិនគិតថាវាជាផលនៃបាបចាស់ជីវិតនឹងវាតែជួបរឿងល្អខ្លះមិនល្អខ្លះអញ្ចឹងណាពេលយើងជួបរឿងមិនល្អកំណត់ដឹងថាវាជាផ
ផលបាបទៅហើយហួសទៅមុខទៀតទៅអញ្ចឹងយើងអត់សូវបង្កើតទុកថែមបើយើងអាសាកើតទុកមួយវាក្នុងធម៌ហៅកុកចៈក្តៅក្រហាយស្ដាយក្រោយនោះវាកើតទុកថែមនេះអត្ថបទមួយទៀតនិយាយពីស្រោចស្រពចិត្តរៀនរលឹកដល់រឿងល្អរឿងបុណ្យកុសលធ្វើឲ្យចិត្តអ្នកបានសប្បាយស្រស់ស្រាយរឿងមិនល្អកុំសូវរំលឹកវាញឹកញាប់ពេកព្រោះវានាំឲ្យក្តៅក្រហាយអ្នកអាចលើកមកសម្រាប់ដាស់តឿនខ្លួនឯងនឹកមិត្តនិងមិត្តភក្តិបានហើយបើរលឹកទៅកើតចិត្តមួម៉ៅត្រូវប្រញាប់ដូរចិត្តទៅគិតរឿងផ្សេងរឿងដែលនាំឲ្យអ្នករីករាយចិត្តវិញចិត្តយើងវាដូចផ្កាអញ្ចឹងបើយើងមិនសូវស្រោចវាក្រៀមវាស្វិតឬក៏បើមានជាតិពុលអីចឹងវាធ្វើឲ្យផ្កានឹងខូចរហូតដល់ស្លាប់ចិត្តបើយើងបដ ாய் ឲ្យវាទៅរឿងក្តៅក្រហាយតាមរឿងក្តៅក្រហាយពេកអានឹងក្រៀមហើយអញ្ចឹងវាតលថាមានពេលរំលឹកដល់អំពើល្អខ្លួនបានធ្វើបុណ្យកុសលបើនឹកដល់អ្នកដទៃក៏នឹកដោយមេត្តាករុណាឃើញគេបានគេមានក៏កើតចិត្តមុទិតាស្រឡាញ់អនុមោទនាត្រេកអរបុណ្យគេទៅអញ្ចឹងវាតិចបើមិនអញ្ចឹងឯងយើងក្តៅនឹងនឹកទៅនៅនេះខឹងនឹកទៅនៅនោះច្នៃអានឹងសិតតែយកភ្លើងមកដុតចិត្តខ្លួនឯងអន្តបទមួយទៀតនេះមិនអាចបង្ខំបើដាំទឹកទាល់តែ100អង្សាទៅពុះបើមិនទាន់ដល់កម្រិតទោះបីអ្នកអង្គុយយំក៏ទឹកមិនពុះដែរបើហេតុមិនទាន់គ្រប់គ្រាន់ផលមិនទាន់កើតឡើងទេអ្នកមិនអាចបង្ខំបានឡើយបើបុណ្យមានការព្យាយាមគ្រប់គ្រាន់ការងារនឹងបានសម្រេចបើខ្វះបុណ្យហើយខ្វះការព្យាយាមទៀតអ្នកនឹងមិនបានសម្រេចដោយបំណងឡើយអានឹងលើតែយើងបខំតាមចិត្តយើងចង់ពេកវាកើតទុកយើងណាអានឹងដូចបខំឲ្យកូនប្រសូតមកតដល់ថ្ងៃទៅវះទៅកាត់ទៅវាគ្រោះថ្នាក់ទៅពេលខ្លះឬក៏បខំឲ្យដល់មកឆាប់វាតក់ខលវាកើតទុកអញ្ចឹងវាតើថាយើងគិតទៅនឹងហ៎បុណ្យមិនតាន់គ្រប់អញ្ចឹងវាមិនតាន់បានហើយផឹងទៅហើយបើបានឧទាហរណ៍ចង់បាន100បានតែ70 80ហ្នឹងតែមិនយ៉ាងហ្នឹងវាបានប៉ុណ្ណឹងបនយើងមានប៉ុណ្ណឹងអាហ្នឹងយើងមិនសូវកើតទុកទេនេះមួយទៀតនេះអត្ថបទនេះនិយាយពីអត់ទោសឲ្យខ្លួនឯងកុំបន្ទោសខ្លួនឯងច្រើនពេកអ្នកមិនចង់ខុសមិនចង់អាក្រក់ទេតែអកុសលទាញឲ្យដើរផ្លូវខុសណាស់ហើយចុះចាត់ទុកជាផលបាបចាស់ទៅចុះរៀនលើកលែងទោសឲ្យខ្លួនឯងផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2អ្នកនឹងបានប្រសើរជាងមុនព្រោះអ្នកមានបទពិសោធន៍ច្រើនជាងមុនអានេះអ្នកខ្លះងាយនឹងអត់ឱនឲ្យអ្នកដទៃប៉ុណ្ណាពិបាកលើកលែងទោសឲ្យខ្លួនឯងហ្នឹងក៏ជារឿងមួយត្រូវពិចារណាដែរថាវាធម្មតាពុទ្ធជនវាខុសខ្លះដោយអង្គលីមៀលអញ្ចឹងមុននឹងបានត្រាស់ជាព្រះអរហន្តដើរកាប់គេស្លាប់អស់រាប់ពាន់នាក់អញ្ចឹងទៅហើយបើមិនព្រមអត់ទោសឲ្យខ្លួនឯងវាស្ពាយអាទោសកំហុសក្តៅក្រហាយហ្នឹងវាក្តៅហើយយើងធ្វើឲ្យអត់កើតទេអញ្ចឹងអូខេឥឡូវរឿងហ្នឹងវាហួសហើយខ្ញុំទៅមុខទៀតយើងនៅតែសុំទោសយើងនៅតែធ្វើអ្វីមួយដើម្បីលុបលាងយើងទៅលុបលាងបាបហ្នឹងមិនបានទេប៉ុន្តែធ្វើអំពើល្អដើម្បីតាំងចិត្តថាអំពើល្អហ្នឹង
ជាការសងនៅអ្វីដែលជាការខុសឆ្គងវិញអញ្ចឹងយើងមិនអាចទៅលុបបាបចាស់បានទេប៉ុន្តែយកការស្ដាយនឹងស្ដាយក្រោយនឹងទៅជាការប្រព្រឹត្តអំពើល្អឲ្យបានប្រសើរយើងក្នុងន័យសាមញ្ញថាជាការលុបលាងកំហុសហ្នឹងណាប៉ុន្តែបើក្នុងន័យកម្មបាបបនបាបចាស់គឺបាបចាស់អំពើល្អដែលយើងធ្វើថ្មីអានឹងជាបនថ្មីយើងផាំងសាល្អទៅពុទ្ធព្រះអង្គសរសើរអ្នកដែលដឹងខ្លួនខុសហើយធ្វើល្អហ្នឹងព្រះអង្គប្រៀបដូចជាប្រច័នចេញផុតពីពពកអញ្ចឹងនេះនិយាយពីលើកលែងឲ្យអ្នកដតីអ្នកអាចចំណាំមនុស្សដែលធ្វើបាបអ្នកចាំល្បិចដែលគេបោកប្រាស់អ្នកកុំឲ្យគេបោកបានទៀតតែអ្នកគួរលះបង់កំហឹងនៅក្នុងចិត្តអ្នកព្រោះបើអ្នកនៅតែបន្តចងកំហឹងអ្នកនឹងបន្តដុតខ្លួនឯងពេលអ្នកលើកលែងទោសអ្នកបានរួចផុតពីភ្លើងកំហឹងអ្នកបានធូរស្រាលពីសេចក្តីទុក្ខអាហ្នឹងដូចថាយើងនៅតែចំណាំថាមនុស្សហ្នឹងមានល្បិចយើងនៅចាំអញ្ចឹងហើយគេបោកមិនយើងនៅចាំអញ្ចឹងប៉ុន្តែយើងដូចថាយើងអាចហ៊ានទម្លាក់កំហឹងការចងគំនុំហ្នឹងអាហ្នឹងយើងបានធូរហើយបើយើងចងកំហឹងគេគ្រប់គ្នាយើងកើតទុកច្រើនណានេះអត្ថបទមួយទៀតនិយាយពីបន្ថយភ្លើងថាភ្លើងនឹងថយកម្ដៅបន្តិចម្ដងតាមពេលវេលាដែលកន្លងហួសទៅបើអ្នកមិនដាក់អុសថែមទុកសោកទាំងឡាយនឹងរសាយបាត់បន្តិចម្ដងតាមពេលវេលាតាមការផ្លាស់ប្ដូរអារម្មណ៍និងរបៀបគិតបើអ្នកមិនរំលឹករំលើកវាញយជាងចិត្តដែលក្តៅក្រហាយនឹងវាដូចភ្លើងអញ្ចឹងបើយើងដាក់អុសថែមភ្លើងឆេះកាន់តែខ្លាំងយ៉ាងណាបើយើងមិនសូវរំលឹកវាទៅយើងមិនពេញចិត្តអ្នកណាមួយយើងរំលឹកមកវាក្តៅយើងបើតរំលឹករឿងដែលនាំឲ្យកើតបនកើតចិត្តតិចទៅនឹកដល់មនុស្សដែលជាទីគោរពយើងវិញដែរអញ្ចឹងវាលុបអាចិត្តដែលក្តៅក្រហាយហ្នឹងតើប្រយ័ត្នប្រយែងដែរដោយអាហារអញ្ចឹងបើយើងហូបអាហារមិនល្អវាឈឺពោះហូបអាហារគីមីតិចវាកើតកងសែមហារីកអញ្ចឹងទៅចិត្តហ្នឹងក៏អញ្ចឹងយើងសំខឹងគុំក្តៅចំណែនយូរទៅវាចិត្តហ្នឹងវាកើតមហារីកវាភ្លើងកាន់តែខ្លាំងយើងទៅរៀនបន្ថយទៅបង្អោនចិត្តទៅរឿងល្អរឿងបន់អនុមោទនាគេធ្វើល្អគេស៊ីមានបានក៏ត្រេកអរអីចឹងទៅណាអាហ្នឹងយើងបានធូរស្បើយពីក្តៅក្រហល់ខាយហ្នឹងថ្មនឹងអានសភៅឈានទៅមុខអត្ថបទអប់រំចិត្តបន្តទៀតដល់អត្ថបទមួយនិយាយពីព្រមតាមហេតុគ្រប់យ៉ាងសុទ្ធតែមានហេតុរបស់វាទើបកើតឡើងប្រឈមមុខដោះស្រាយដោយស្មារតីកុំអូនត្អែពេកអីកម្មយើងទេដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកហ្នឹងវារឿងក្នុងជីវិតនេះវាអត់មានរឿងណាចៃដន្យទេវាមានហេតុគ្រប់គ្រាន់ដូចថាកូនវា9ខែ10ថ្ងៃឬក៏អ្នកខ្លះលើសនឹងបន្តិចទៅក្រោមនឹងបន្តិចអីចឹងទៅអ្នកខ្លះ7ខែប៉ុន្តែវាមានហេតុគ្រប់គ្រាន់បានវាទៅអញ្ចឹងកើតដាំទឹកត100អង្សាបានវាពុះចឹងយើងបខំទៅបាន90យើងបខំអត់បានទេចឹងបនយើងមានប៉ុណ្ណឹងព្រមតាមហេតុទៅជួបរឿងល្អបនយើងមានជួបរឿងមិនល្អបាបឲ្យផលដោះស្រាយហើយទៅមុខទៀតទៅអត្ថបទទី2និយាយពីព្រមតាមបនរៀនរីករាយនឹងអ្វីដែលអ្នកមានសប្បាយចិត្តនឹងអ្វីដែលអ្នករកបាន
ត្រេកអរពេលឃើញគេបានជោគជ័យយល់ដឹងថាអ្វីសុទ្ធតែមានហេតុផលយើងបានប៉ុណ្ណឹងដោយសារបុណ្យយើងមានប៉ុណ្ណឹងមិនមានចិត្តច្រណែននឹងអ្នកណាឡើយហ្នឹងហើយញាតិញោមបងប្អូនផឹងរត់ទ្របនៅគុំដូចថាកើតទុកទុំមនិញភ្លេចសបាយចិត្តនឹងទ្របដែលមានកើតទុកជាមួយនឹងទ្របដែលអត់តន់រកបានណាព្រោះខ្វល់ខ្វាយទៅវាលេងសបាយណានិយាយចឹងមិនមែនន័យថាចឹកឈប់រកស៊ីអីចឹងមែនទេប្រឹងប្រែងឲ្យអស់ពីសមត្ថភាពហើយខ្ញុំបានប៉ុណ្ណឹងខ្ញុំសប្បាយចិត្តនឹងទ្របមានចាំម៉ែចាំឪចាំពុនចាំកូនទៅឲ្យវាចេះពេញចិត្តនឹងអ្វីដែលខ្លួនមានណាព្រះអង្គសម្ដែងសត្វតថៃឋានាងសេដ្ឋាងណាតើចេះសប្បាយចិត្តនឹងអ្វីដែលខ្លួនមានទើបអ្នកនឹងឈ្មោះថាជាអ្នកមានទ្រព្យជាអ្នកមានណាហើយបើនៅតែខ្វល់វល់វាក់ទេអានឹងនៅក្រហើយមានបណ្ដាក៏នៅក្រដែរតលរៀនរីករាយនឹងអ្វីដែលយើងអាចរកបានហ្នឹងនេះអត្ថបទមួយទៀតគេគិតពីខ្ញុំបើអ្នករវល់តែតាមដានគេថាគេនិយាយអីពីអ្នកគិតយ៉ាងណាចំពោះអ្នករកសេចក្តីសុខមិនឃើញទេរក្សាកាយវិចារអ្នកឲ្យបានសមរម្យត្រឹមត្រូវតម្កល់ចិត្តឲ្យបានល្អគេគិតយ៉ាងណានិយាយយ៉ាងណាយើងខាត់គេមិនបានទេអាហ្នឹងបើយើងគិតទៅពីខ្វល់អូយទៅផ្គាប់ចិត្តចង់ឲ្យគេសរសើរគេគិតនិយាយអីពីអញណោះគិតយ៉ាងម៉េចចំពោះអញអាហ្នឹងងាប់វល់ងាប់អញ្ចឹងយើងកុំផ្ញើសេចក្តីសុខនៅគេនិយាយនៅគេគិតនឹងពេកផឹងធ្វើល្អឲ្យអស់ពីចិត្តទៅហើយយើងសប្បាយចិត្តហ្នឹងខ្ញុំផឹងធ្វើល្អអស់ប៉ុណ្ណឹងហើយបើគេគិតយ៉ាងណាហ្នឹងស្អីគេដែរវាកើតចិត្តខ្វល់ខ្វាយមួម៉ៅគេហ្នឹងងាប់យើងណានេះអត្ថបទមួយទៀតនិយាយពីរលឹកត្រូវបើនឹករឿងនោះហើយក្តៅក្រហាយកុំនឹកវាញឹកញាប់ពេកបើចិត្តនៅតែគិតសូមមានស្មារតីកំណត់ដឹងថាត្រឹមតែជាចិត្តគិតទេរឿងបានរលត់បាត់ទៅហើយរួចទាញចិត្តមកគិតរឿងផ្សេងនិយាយរឿងផ្សេងធ្វើសកម្មភាពផ្សេងសូមកុំស្ដីបន្ទោសខ្លួនឯងអីចាត់ទុកថាជាផលកម្មចាស់ទៅចោះហ្នឹងហើយអានឹងចង់និយាយពីរឿងថានឹករឿងក្តៅកុំស្អីញឹកនឹកវាពេកដូរមកគិតរឿងផ្សេងណាហើយបើមិនចឹងទេយូរទៅធ្លាប់ខូចចិត្តអស់វាប្រទៀងទៅតែគិតឲ្យខុសហ្នឹងឲ្យនឹករឿងដូចថាយកសភៅមកអានមកស្ដាប់ធម៌មកជជែកជាមួយមនុស្សដែលនាំរឿងល្អអញ្ចឹងទៅណាហើយបើនឹកហ្នឹងក៏ឆាប់មានស្មារតីខឹងគេហើយទាញមកគិតរឿងអីផ្សេងហ្នឹងទៅវិញទៅនេះអត្ថបទមួយទៀតនិយាយពីចិត្តនៅក្នុងខ្លួនខ្សោយស្មារតីអានឹងខ្មែរយើងជឿចិត្តថាព្រលឹងមិនសូវនៅក្នុងខ្លួនហ្នឹងធ្វើឲ្យអ្នករាយមាយច្រើនស្មុគស្មាញច្រើនឆាប់មួម៉ៅហើយឆាប់ធុញទម្លាប់ហៅចិត្តមកនៅនឹងខ្លួនអ្នកធ្វើអ្វីក៏មានស្មារតីដឹងខ្លួនដឹងសកម្មភាពដែលខ្លួនកំពុងធ្វើកុំបណ្ដោយឲ្យវារវើរវាយចេញពីខ្លួនអ្នកច្រើនពេកនោះចិត្តអ្នកនឹងបាននឹងនៅច្រើនអានឹងនិយាយពីអ្នកដែលភាំងភ្លឹកអានឹងមានន័យថាបដោយចិត្តឲ្យដើរចេញពីខ្លួនហើយអញ្ចឹងតើអាសាហៅចិត្តនឹងមកនៅខ្លួននិយាយស្ដីញ៉ាំចុកបុកតាពីទៅណាមកណីនឹងឲ្យចិត្តហ្នឹងវានៅនឹងសកម្មភាពនៅខ្លួនហ្នឹងកុំឲ្យចេះតែអង្គុយភ្លឹកអង្គុយភាំងណាខ្វះសតិខ្វះសមាធិហើយ
ហើយយូរទៅកើតជំងឺភ្លេចភ្លាំងច្រើនអញ្ចឹងតាហើយវើរវាយអញ្ចឹងតើរៀនធ្វើសមាធិរៀនទាញចិត្តឲ្យមកនៅនឹងសកម្មភាពប្រចាំខ្លួនហ្នឹងបានមិនសូវមានបញ្ហាផ្លូវចិត្តនេះអត្ថបទមួយទៀតនិយាយពីបាត់បង់ញាតិជាទីស្រឡាញ់ជាពុទ្ធជនតែងសោកស្ដាយពេលបាត់បង់ញាតិជាទីស្រឡាញ់តែមិនគួរបណ្ដោយចិត្តឲ្យទន់ជ្រាយខ្លាំងពេកទេការយំសោកមិនបានជាប្រយោជន៍ដល់អ្នកស្លាប់ឡើយគួរបំពេញបុណ្យកុសលរឿយហើយឧទ្ទិសបុណ្យជូនគាត់ទៅដាក់បាតជាប្រចាំឬក៏សាងសមិទ្ធផលណាមួយឧទ្ទិសជូនទៅពេលនឹកគាត់អ្នកនឹកដល់បុណ្យដែលបានធ្វើចិត្តអ្នកជ្រះថ្លាអ្នកបានចាក់ឆ្ងាយពីភាពសោកសៅបន្តិចម្ដងអានឹងបើម្ដាយពុកកូនចៅអីជាទីស្រឡាញ់បាត់បង់ទៅកុំបដោយកុំទន់ជ្រាយយំយែករហូតដល់សន្លប់អញ្ចឹងទៅវាអត់បានជាប្រយោជន៍ដល់អ្នកស្លាប់ទេអ្នកស្លាប់នោះមើលដឹងក៏គ្នាមិនមកសបាយអីមានតែអារម្មណ៍វល់ខ្មែរយើងណាមានន័យថាគាត់នៅមិនដាច់ចិត្តពីយើងដោយសារយើងវាទន់ជ្រាយពេកអញ្ចឹងដើម្បីបានបុណ្យដល់គាត់ពិចារណាថាសង្ខារវាមិនទៀងចឹងអាចទៅមុនក្មេងទៅមុនចាស់ក៏បានយើងមិនអាចនិយាយទៅតល់យើងមិនអាចគិតថាតើចាស់បានស្លាប់ទេវាអាចព្រាត់នឹងពីក្មេងទៅក៏បានដែរអ្នកស្លាប់នឹងអញ្ចឹងដាក់បាតធ្វើបុណ្យធ្វើកុសលទិសជូរទៅរឿយទៅបើនឹកច្រើននឹកខ្លាំងទៅធ្វើបុណ្យទៅច្រើនទៅក៏សាងអីមួយឧទ្ទិសកុសលជូនគាត់ទៅឲ្យបានធំដុំទៅយើងនឹកដល់គាត់យើងនឹកដល់បុណ្យដែលយើងបានធ្វើនឹកដល់ពេលយប់ជូនបុណ្យពេលយប់នឹកពេលថ្ងៃជូនពេលថ្ងៃទៅហើយធ្វើបុណ្យជាប្រចាំទៅអានឹងជំនួសដោយភាពសោកសៅណាអត្ថបទមួយទៀតនេះនិយាយពីមិត្តល្អអ្នកអាចប្រាប់រឿងរ៉ាវមិនសប្បាយចិត្តដល់មិត្តភក្តិដែលអ្នកទុកចិត្តជាកល្យាណមិត្តជាសប្បុរសជាអ្នកមានគុណធម៌ល្អមិត្តល្អជួយអ្នកឲ្យដើរក្នុងផ្លូវត្រូវជួយផ្ដល់កម្លាំងចិត្តអ្នកជួយផ្ដល់យោបល់ល្អនិងជួយលាក់បាំងកេរ្តិ៍ខ្មាស់របស់អ្នកមានមិត្តល្អនៅក្បែរខ្លួនដូចមានគ្រូពេទ្យចិត្តសាស្ត្រនៅជាមួយមានហៅអីកុំអោបកសោបក្នុងតខ្លួនឯងអាចមានមិត្តភក្តិណាទុកចិត្តសួរនាំជជែកសុំឲ្យគេជួយរក្សាការសម្ងាត់អញ្ចឹងទៅមិត្តភក្តិពេលយើងនិយាយប្រាប់ទៅគាត់អាណិតយើងទៅគាត់ជួយណែនាំយើងប៉ុន្តែកុំឲ្យមានរឿងទៅបរោះប្រហើក្នុង Facebook អានឹងមិនល្អទេយើងរកមិត្តណាល្អពិភាក្សាពីគ្រោះយោបល់ដើម្បីឲ្យគាត់ជួយណែនាំយើងជាឪពុកម្ដាយក្តីឬក៏ជាអ្នកអប់រំចិត្តសាស្ត្រជាប្រសង់អីចឹងទៅក៏ល្អដែរខ្ញុំគណៈថាភាពនឹងក៏អាសាមានញាតិញោមមកជួបពីគ្រោះយោបល់នឹងច្រើនដែរស្មាននឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតបងដល់អត្ថបទមួយនិយាយពីគេងថារវល់ការងារប៉ុណ្ណាលំបាកចិត្តប៉ុណ្ណាក៏មិនត្រូវភ្លេចគេងដែរព្រោះការគេងមិនបានគ្រប់គ្រាន់មានផលប៉ះពាល់ខ្លាំងដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផងរក្សាចិត្តអ្នកឲ្យស្ងប់ផ្អាកគិតមួយរយៈសិនចាំស្អែកចាំគិតតទៅទៀតលើកដៃប្រណម្យអ្នកមស្ការព្រះរតនត្រ័យហើយរៀនផ្សាយមេត្តាចិត្តឲ្យខ្លួនឯងផងឲ្យសពសត្វផងនឹងឯងញាតិញោមពេលខ្លះបាក់ចិត្តគេអត់លក់ឈឺទាំងកាយឈឺទាំងចិត្តអញ្ចឹង
ការងាររវល់បណ្ណាពិបាកចិត្តអីមិនមកមានពេលសម្រាប់បើថ្មជូនយោបល់ហើយយើងគោរពពុទ្ធសាសនាអញ្ចឹងគឺយើងរំលឹកគុណបរតនត្រ័យនមស្ការអ្នកមោពុទ្ធស័ក្តិអ្នកមោធម្មស័ក្តិអ្នកមោសង្ឃស័ក្តិសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃចិត្តឲ្យមូលអញ្ចឹងអ្នកមោពុទ្ធស័ក្តិអ្នកមោធម្មស័ក្តិអ្នកមោសង្ឃស័ក្តិសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃមូលយើងសូត្រមុនពេលគេងពេលងើបពីគេងហើយចិត្តឲ្យជ្រះថ្លាទៅយើងបានបុណ្យណាចិត្តវាស្ងប់ទៅការងារវាភាកច្រើនបានសម្រេចល្អជាងមុងម៉ាំងហើយរៀនផ្សាយមេត្តាដល់ខ្លួនឯងអ្នកដែលបាក់ចិត្តនឹងមិនចេះស្រឡាញ់ខ្លួនឯងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអហង្សុខិតោហោមិនិតទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខខ្លាយរឿយដូចស្រោចទឹកលើខ្លួនឯងអញ្ចឹងវាតិចអញ្ចឹងអ្នកដែលចេះស្រឡាញ់អញ្ចឹងនៅក្នុងធម៌ហៅមេត្តាភាវនាស្រឡាញ់ខ្លួនឯងផងស្រឡាញ់អ្នកដទៃផងហ្នឹងគេលក់ស្រួលហើយងើបឡើងក៏ស្រឡះបើយល់សពក៏យល់សពល្អមនុស្សស្រឡាញ់ទេវតាជួយចិត្តនឹងមានអានិសង្សអ្នកដែលមានមេត្តាហ្នឹងនេះអត្ថបទមួយទៀតនិយាយពីបន្ទប់គេងថានៅក្នុងបន្ទប់បិទជិតឈឹងមិនសូវមានខ្យល់ឆ្លងកាត់ខ្វះអុកស៊ីហ្សែនធ្វើឲ្យឆាប់មួម៉ៅកើតជំងឺ stress ហើយនឹងឆាប់អស់កម្លាំងគួរបើកទ្វារបើកបង្អួចហើយឲ្យមានខ្យល់អាកាសចេញចូលបានល្អទើបសុខភាពកាយក៏បានល្អសុខភាពចិត្តក៏បានល្អអានឹងបើចាស់ព្រលឹមឡើងគាត់ឲ្យបើកទ្វារបើកបង្អួចថាឲ្យមានសេរីសួស្តីចូលផ្ទះប៉ុន្តែតាមអត្តន័យក្នុងន័យ48គឺខ្យល់អាកាសអុកស៊ីហ្សែនឥឡូវហ្នឹងសម័យទំនើបបន្ទប់គេបិទចិត្តឈឹងអញ្ចឹងទៅបិទចូលក្នុងបន្ទប់បិទទ្វារចូលក្នុងបន្ទប់បិទទ្វារខ្វះអុកស៊ីហ្សែនឆាប់ឆេវឆាប់មួម៉ៅឆាប់ stress អាត្មាធ្លាប់ជួបញាតិញោមក្មេងៗជាពិសេសដែលជួយចិត្តអង្គុយលេងទូរស័ព្ទតែក្នុងបន្ទប់អត់ធ្វើអីហ្នឹងយូរទៅគាត់ឆាប់មួម៉ៅសួរនាំទៅថាបន្ទប់បង្អួចទ្វារមិនដែលងាយបើកផងអញ្ចឹងវាប៉ះពាល់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តអត់មានពន្លឺអត់មានខ្យល់គ្រប់គ្រាន់អានឹងធ្វើឲ្យយើងឆាប់មួម៉ៅអាយុមិនវែងទេក្នុងធម៌លោកហៅថារោគកើតអំពីអាកាសធាតុឧតុសមុដ្ឋានរោគឧបមាថាផ្សែងពេកហុយពេកកន្ទប់បិទចិត្តឈឹងខ្វះអុកស៊ីហ្សែនអីចឹងឈឺឆាប់ឆេបឆាយឆាប់មួម៉ៅហើយឆាប់ឈឺមានជំងឺអីតិចតួចមកប៉ះពាល់កាយនឹងអត់មានអីការពារខ្លួនទេឆាប់ទទួលរងជំងឺនេះមួយទៀតនិយាយពីអាហារអត្ថបទនេះនិយាយថាកុំបរិភោគច្រើនពេកទំពាឲ្យម៉ត់ល្អញ៉ាំឲ្យទៀងពេលហើយញ៉ាំអាហារសុខភាពហើយញ៉ាំហើយកុំឲ្យអង្គុយឬគេងភ្លាមគួរដើរខ្លះដើម្បីឲ្យអាហាររលាយល្អកុំញ៉ាំពេលល្ងាចច្រើនពេកព្រោះមិនសូវចាំបាច់នឹងធ្វើឲ្យឡើងទម្ងន់ពិបាកចិត្តសូមកុំពិសាគ្រឿងស្រវឹងព្រោះវាធ្វើឲ្យពុលថ្លើមនាំឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយចុងក្រោយទុក្ខកាន់តែកើនឡើងថែមអានេះនិយាយពីការបរិភោគអាហារឥឡូវហ្នឹងតាមក្បួនពេទ្យគេមិនឲ្យយើងហូបច្រើនទេព្រោះហូបច្រើនវានាំជំងឺច្រើនចូលខ្លួនឡើងគីឡូកើតខ្លាញ់ក្នុងឈាមក្នុងថ្លើមអីច្រើនមុខមែនតើតែ
តែពីដើមទៅយើងវាក្រអីហូបទៅវាស្លាប់ដោយសារអត់អីហូបឥឡូវនេះស្លាប់ដោយសារហូបមិនចេះគិត